ទឹកគ្រឿងអន្លក់ខ្ចីចាបងប្អូនរដូវកាលជាក់អញ្ចឹងនិយាយថាត្រីលោតចូលលងណាចានិយាយថាសបោត្រីខ្លាំងមែនតើចាអញ្ចឹងហើយយើងចង់ញ៉ាំទឹកគ្រឿងធ្វើទឹកគ្រឿងញ៉ាំថ្ងៃនេះគឺថាចាបេះផ្កាស្ដៅមកបានចាម្ដុំផងដែរចាអូយនិយាយថាត្រូវគ្នានឹងទឹកគ្រឿងខ្លាំងមែនតើចារដូវកាលហ្នឹងគឺថារដូវផ្កាស្ដៅនិយាយថាស្ដៅត្រូវប៉ាន់ត្រូវចានេះអញ្ចឹងណាចាមិនថាញ័រមិនថាទឹកគ្រឿងត្រូវគ្នាខ្លាំងណាស់ចាបងប្អូនថ្ងៃនេះគឺថាអត់បានត្រីស្រស់យកមកធ្វើទឹកគ្រឿងទេតែធ្វើត្រីស្អើត្រីស្អើក៏ឆ្ងាញ់ដែរបងប្អូនអូយនិយាយថាជាតិនោះជាតិខ្លាំងមែនតើអញ្ចឹងបន្លែយើងស្រស់ទៀតមកហើយជាទៀតដាំបាយចាដាំបាយអង្គស្រោតថ្មីរៀងចាក្លិនប្រហើរចាត្រូវគ្នាខ្លាំងណាស់ចាអូយឆ្ងាញ់ខ្លាំងមែនតើអញ្ចឹងបងប្អូនចាថ្ងៃនេះគឺថាទឹកគ្រឿងរបស់នាងខ្ញុំអត់មានប្រហុកទេចាបងប្អូនតែរសជាតិគេគឺថាឲ្យអួយខ្លាំងមែនតើចាដោយសារតែត្រីយើងគឺថ្មីត្រីស្អើយើងថ្មីក្លិនគឺឈ្ងុយខ្លាំងមែនតើអញ្ចឹងទៅមិនចាំបាច់ចាប្រហុកទេដាក់តែទឹកត្រីចឹងរុយចាំម្ទេសអាចសាត់ពី3គ្រាប់ទៀតមកជាតិយកទៅណាអស់ចាអញ្ចឹងណាចានិយាយថាចាបាយអង្គស្រោតថ្មីរៀងចារៀងក្អូបទៀតដាក់ទឹកគ្រឿងចាជាតិណាបងប្អូនខ្ញុំភ្លួយបងប្អូនមើលសិនចាកុំថាខ្ញុំចិត្តតែនិយាយចានិយាយថាដាក់ចាម្ទេសអាចសាត់យើងមកគ្រាប់ទៅនិយាយថាក្លិនគេប្រហើរឈ្ងុយត្រូវនឹងទឹកគ្រឿងចាត្រីស្អើថ្មីរបស់យើងទៀតជាតិណាបងប្អូនណាពពាខ្ចីទៀតអាយយចាឆ្ងាញ់ខ្លាំងមែនតើចាគឺថាស្ថិតថ្នាក់លើកមេដៃឲ្យខ្លួនឯងណាចាជាតិខ្លាំងមែនតើចាអូយបន្លែយើងស្រស់ទៀតមានស្រស់អញ្ចឹងទៅចាបន្លែយើងគឺថាបន្លែធម្មជាតិដាំតែខ្លួនឯងចាដាំនៅក្នុងដាំផ្សារចាលើកមេដៃមួយសិនចាជាតិខ្លាំងមែនតើចាអ៊ំពូមិញចារដូវកាលនេះគឺថារដូវកាលផ្កាស្ដៅងាកទៅណាក៏ទឹកគ្រឿងនឹងញោមដែរចាវីដេអូនេះខ្ញុំដាក់ទីបញ្ចប់អរគុណបងប្អូន